បឹងមិនត្រាអាចកំបាំងក្បែរព្រៃក្រាស់ទឹកបឹងស្ងប់ស្ងាត់ហាក់លងលក់ក្នុងដំណេកដ៏យូរលង់អ្នកភូមិជឿថាព្រះនាថថែរក្សាបឹងមិនហ៊ានមេសាទខ្លាចព្រះអង្គខ្ញាល់ខ្លាំងណាស់សមាយប់ការទៅបោះលើបឹងរាល់ល្ងាចដើម្បីគោរពបឹងនិងអ្នកថែរក្សាយប់មួយសមាឃើញពន្លឺបៃតងផុសពីបាតបឹងคล้ายជាបុរសភ្នែកមាសពាក់មកុដត្បូងចែងចាំងបុរសនោះជានាគរីតសមាថាមិនខ្លាចព្រោះលោកជួយថែរក្សាអ្នកភូមិជានិច្ចនាគរីតជួបសមារាល់យប់ពេលពេញវងស្នេហ៍ក៏ចាប់ផ្ដើមរីកលូតលាស់ឪពុកសមាបារម្ភជាខ្លាំងហើយអ្នកមន្តអាគមមកបណ្ដេញគ្រោះចង្រៃយប់បន្ទាប់នាគរីតលេចជារូបនាគយៈខ្លួនមាសភ្នែកភ្លើងគាត់ខឹងសម្បាយ៉ាងខ្លាំងនាគរីតក្រហមខ្លាំងធ្វើឲ្យបឹងផ្ទុះជាជញ្ជាំងទឹកសមារត់ទៅបញ្ឈប់សង្គ្រាមភ្លាមនាគរីតសង្គ្រោះសមាតែនាងបាត់ស្មារតីជាប់នៅក្នុងបឹងដ៏អាថ៌កំបាំងដើម្បីការពារសមានាគរីតច្បិតបឹងនន្ទ្រាដែលបង្កើតអព្យារាងរហូតទៅគេដំណើរថាបើបោះជំរំនៅទីនោះអាចឃើញពន្លឺបៃតងនាគរីតនៅតែយាមសមា